វិធីពន្លឺភ្លើងទៀនសូមស្វាគមន៍ទីនេះកម្មវិធីពន្លឺភ្លើងទៀនដែលគណៈបកសំរងស៊ីធ្វើការផ្សាយចេញពីរាជធានីភ្នំពេញជនជាតិខ្មែរកើតនៅលើដីខ្មែរយើងត្រូវខំថែជាតិឲ្យបានរុងរឿងគេឈ្មោះជាតិយើងបានគុំកើងទូតាតែយើងចេញថែរៀងសាកម្មវិធីពន្លឺភ្លើងទៀនជាកម្មវិធីរបស់គណៈបកសំរងស៊ីដែលត្រូវបានបង្កើតឡើងដើម្បីផ្សព្វផ្សាយពីគោលនយោបាយនិងគោលជំហររបស់គណៈបកសំរងស៊ីនៅក្នុងការកសាងនិងអភិវឌ្ឍសង្គមឲ្យបានជឿនលឿនប្រកបដោយចីរភាពតម្លាភាពសមធម៌និងយុត្តិធម៌កម្មវិធីពន្លឺភ្លើងទៀនឆ្លុះបញ្ចាំងការពិតរបស់សង្គមខ្មែរសប្តាហ៍ថ្ងៃនិងបង្ហាញព្រឹត្តិការណ៍ទាំងឡាយដែលពាក់ព័ន្ធនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជារាស្ត្រព្រោះលឹងជាតិនៅគង់ងបានយូរព្រោះតែយើងស៊ូរួមរួមគ្នាគ្រប់ប្រាក៏សាងជាតិឲ្យក្តីក្លាហានទៅជាតិយើងបានស្គាល់ក្តីរុងរឿងលេងពីនរះហើយតែលេងស្រឡះប្រជាប្រុសស្រីក្មេងចាស់រីករាយខ្លាំងណាស់ជួយសាទររៀងស៊ីកលបុតចិនខ្មែរអង្គរប្រកាន់នៅគោលជំហរការពីចិត្តធម៌ជូននារីខ្មែរខ្ញុំបាទវិរៈជននិងសហការីផ្សាយរបស់កម្មវិធីពន្លឺភ្លើងទៀនទាំងអស់សូមគោរពនិងជម្រាបសួរលោកអ្នកនាងនិងបងប្អូនជនរួមជាតិជាទីគោរពនិងជាទីមេត្រីបាទថ្ងៃនេះគឺជាថ្ងៃប្រហោះ6កើតខែបឋមសាទឆ្នាំខាលទស័កពុទ្ធសករាជ2554បាទត្រូវនឹងថ្ងៃទី17ខែមិថុនាគ្រិស្តសករាជ2010បាទលោកនាងនិងបងប្អូនជនរួមជាតិជាទីគោរពនិងជាទីមេត្រីបាទដើម្បីជាកិច្ចចាប់ផ្ដើមនៃការផ្សាយរបស់កម្មវិធីពន្លឺភ្លើងទៀននៅក្នុងថ្ងៃប្រហោះនេះបាទជាបឋមអ្នកនាងសុជីតាសូមជូនដើមរឿងព័ត៌មានសំខាន់សម្រាប់ការផ្សាយនៅក្នុងថ្ងៃនេះជាមុនសិនបាទចាលោកអ្នកនាងនិងបងប្អូនជនរួមជាតិអ្នកស្ដាប់កម្មវិធីពន្លឺភ្លើងទៀនជាទីមេត្រីមេតិការព័ត៌មានសំខាន់នៅថ្ងៃនេះរួមមានសមាជិកសភាមកពីគណៈបកសំរងស៊ីចូលរួមវេទិកាសាធារណៈរបស់អង្គការមិនមែនរដ្ឋាភិបាលដើម្បីស្ដាប់ការរៀបរាប់របស់អ្នកម្ចាស់ឆ្នោតតំណាងរាជគណៈបកសំរងស៊ីស្នើឲ្យមានការផ្ដល់អត្តសញ្ញាណប័ណ្ណនិងលុបទម្រង់1018ប្រជាពលរដ្ឋនៅស្រុកកំចាយមៀខេត្តព្រៃវែងបានសម្ដែងការព្រួយបារម្ភអំពីបង្គោលថ្មដែលដាំចូលនៅលើដីស្រែពីសំណាក់ជនជាតិយួនជនជាតិវៀតណាមស្វែងរកអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រីដើម្បីបានរស់នៅក្នុងសង្កាត់និរោធខណ្ឌមានជ័យរួមជាមួយនឹងព័ត៌មានសំខាន់មួយចំនួនទៀតលំដាប់ទៅនេះនាងខ្ញុំសុជីតាសូមជូនព័ត៌មានពិស្ដាសមាជិកសភាមកពីគណៈបកសំរងស៊ីចូលរួមវេទិកាសាធារណៈរបស់អង្គការមិនមែនរដ្ឋាភិបាលដើម្បីស្ដាប់ការរៀបរាប់របស់អ្នកម្ចាស់ឆ្នោតសូមស្ដាប់ព័ត៌មានបន្ថែមពីលោកមានសភានៅព្រឹកថ្ងៃប្រហោះទី17ខែមិថុនាឆ្នាំ2010នេះតំណាងរាស្ត្រខេត្តក្រចេះមកពីគណៈបកសំរងស៊ីលោកឡុងរីបានចូលរួមវេទិកាសាធារណៈរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលត្រូវបានគេរៀបចំឡើងនៅឃុំបាតាងស្រុកលំផាត់ខេត្តរតនគិរីដើម្បីផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋសម្ដែងមតិឬដាក់សំណួរដោយផ្ទាល់ទៅអាជ្ញាធរនិងតំណាងរបស់ខ្លួនទាក់ទងនឹងបញ្ហាដែលពួកគាត់បាននឹងកំពុងប្រឈមការចូលរួមវេទិកាសាធារណៈដើម្បីស្ដាប់នៅទុក្ខកង្វល់របស់ប្រជារាស្ត្រដោយសមាជិកសភាមកពីគណៈបកសំរងស៊ីភ្ជាប់ដោយការជួយអន្តរាគមន៍ប្រកបដោយឆន្ទៈបម្រើរាស្ត្រនោះគឺត្រូវបានគេមើលឃើញថាជាវប្បធម៌របស់ថ្នាក់ដឹកនាំគណៈបកសំរងស៊ីក៏ដូចជាមន្ត្រីផ្សេងទៀតដែលទទួលបានសម្លេងឆ្នោតពីប្រជារាស្ត្ររមែងចេញមុខជួយការពារផលប្រយោជន៍អ្នកម្ចាស់ឆ្នោតទូទៅលោកស៊ិនវេវជនជាតិភាគតិចនៅភូមិបាតាងឃុំបាតាងស្រុកលំផាត់ខេត្តរតនគិរីដែលបានចូលរួមវេទិកានេះបានឲ្យដឹងថាប្រជាពលរដ្ឋនៅឃុំបាតាងបាននឹងកំពុងមានចំនួនដីធ្លី
ជាមួយក្រុមហ៊ុន MD Group ដែលចំនួននេះបានបង្កឲ្យមានការចាប់ប្រជាពលរដ្ឋដាក់ពន្ធនាគារនិងប្រឈមបាត់បង់ដីស្រែវិលជុំរបស់ពួកគាត់ជាច្រើនរយហិកតាក្នុងចំណោមប្រជាពលរដ្ឋជាង100គ្រួសារដែលពាក់ព័ន្ធខ្ញុំមានបញ្ហារឿងដីធ្លីជាច្រើនឆ្នាំកន្លងមកហើយដល់ថ្នាក់គេឈានទៅចាប់ពួកខ្ញុំដាក់គុក5-6 នាក់ចាប់តាំងពី2008ជាមួយក្រុមហ៊ុន MD Group ដីធ្លីពួកខ្ញុំដីចកាវិលជុំពួកខ្ញុំនឹង260ហិកតា លោកសិនវេវបានឲ្យដឹងទៀតថាតាមរយៈវេទិកានេះលោកនឹងអំពាវនាវដល់អាជ្ញាធរជាពិសេសតំណាងរាស្ត្រឲ្យជួយអន្តរាគមន៍តាមផ្លូវច្បាប់ព្រោះថាសកម្មភាពរបស់ក្រុមហ៊ុន MD Group បាននឹងកំពុងឈូសឆាយរំលោភដីស្រែវិលជុំរបស់ពួកគាត់ដោយពុំបានសិក្សាពីផលប៉ះពាល់និងពុំបានផ្ដល់សំណងសមរម្យខ្ញុំមានសភាពន្លឺភ្លើងទៀនភ្នំពេញគណៈបកសំរងស៊ីជាក្តីសង្ឃឹមតែមួយគត់របស់ប្រជាពលរដ្ឋខ្មែរតំណាងរាស្ត្រគណៈបកសំរងស៊ីស្នើឲ្យមានការផ្ដល់អត្តសញ្ញាណប័ណ្ណនិងលុបទម្រង់1018លោកកងប៊ុននឹងជម្រាបជូននៅព័ត៌មាននេះបន្ថែមជូនលោកអ្នកនាងស្ដាប់កម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិហៅកាត់ថា UNDP កាលពីថ្ងៃម្សិលមិញនេះបានរៀបចំសិក្ខាសាលាមួយស្ដីពីការចុះឈ្មោះបោះឆ្នោតដោយមានការអញ្ជើញចូលរួមពីគ្រប់គណៈបកនយោបាយអង្គការសង្គមស៊ីវិលនិងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរតំណាងមកពីគណៈបកសំរងស៊ីដែលបានចូលរួមក្នុងអង្គសិក្ខាសាលានោះរួមមានលោកគួយប៊ុនរឿនតំណាងរាស្ត្រគណៈបកសំរងស៊ីខេត្តតាកែវនិងជាប្រធានក្រុមប្រឹក្សាគណៈបកខេត្តតាកែវលោកហូវ៉ាន់តំណាងរាស្ត្ររាជធានីភ្នំពេញលោកគួយប៊ុនរឿនបានថ្លែងថាសិក្ខាសាលានេះពិតជាមានសារៈសំខាន់សម្រាប់គ្រប់តំណាងគណៈបកនយោបាយរួមទាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរនៅក្នុងអង្គសិក្ខាសាលានោះលោកបានសំណូមពរទៅឲ្យ UNDP ថាត្រូវជំរុញឲ្យក្រសួងមហាផ្ទៃផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឲ្យដល់ប្រជាពលរដ្ឋគ្រប់អាយុឲ្យបានគ្រប់គ្នាយ៉ាងឆាប់រហ័សហើយត្រូវជំរុញឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថាកជបលុបបំបាត់ទម្រង់1018និងរៀបចំបញ្ជីឈ្មោះបោះឆ្នោតមួយដែលត្រឹមត្រូវកាលពីការបោះឆ្នោតជាតិឆ្នាំ2008គណៈបកសំរងស៊ីបានទទួលទម្រង់1018រាប់ម៉ឺនសន្លឹកពីប្រជាពលរដ្ឋដែលត្រូវបានបង្ខំនឹងជួលឲ្យទៅបោះឆ្នោតហើយពួកគេពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបោះឆ្នោតនោះឡើយនឹងត្រូវបានសង្ស័យថាការធ្វើទម្រង់1018ឲ្យពលរដ្ឋដែលគ្មានឈ្មោះឬមានឈ្មោះបោះឆ្នោតស្ទួននោះគឺដើម្បីបោះឆ្នោតឲ្យគណៈបកប្រជាជនកម្ពុជាហើយការធ្វើបញ្ជីឈ្មោះមិនច្បាស់លាស់បានធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ទៀតត្រូវខកខានមិនបានបោះឆ្នោតហើយសង្ស័យថាជាអ្នកដែលគ្រប់គ្រងឲ្យគណៈបកសំរងស៊ីប្រការនេះត្រូវបានគណៈបកប្រឆាំងលើកឡើងថាជាការធ្វើឲ្យសម្លេងរបស់គណៈបកសំរងស៊ីត្រូវថយចុះនិងដើម្បីបំផង់សម្លេងរបស់គណៈបកកណ្ដាលអំណាចបច្ចុប្បន្នលោកអ្នកកំពុងស្ដាប់កម្មវិធីពន្លឺភ្លើងទៀនដែលគណៈបកសំរងស៊ីធ្វើការផ្សាយចេញពីរាជធានីភ្នំពេញ